បានសម្រាប់អ្នកដែលគាត់ទិញ G28 edition by ដៃ game Cambodia Shop យើងហើយក៏អត់ទាន់ចេះប្រើអញ្ចឹងអ្នកទាំងអស់គ្នាមើលវីដេអូនេះនឹងអាចចេះប្រើខ្លួនឯងបានអញ្ចឹងខាងលើនេះវាមាន port HDMI ដែលយើងដោតចូលទូទួលបានបើសិនយើងមានខ្សែ HDMI យើងដោតលេងជាមួយនឹងទូទួលបានហើយសម្រាប់ Type C នេះដែរគឺជាហ៊ុនដែលយើងអាចដោតជាមួយនឹងដៃ game បានហើយកន្លែងនេះកន្លែង slider បិទបើកម៉ាស៊ីនបើនេះយើងទាញមកលើបើកទាញមកអប់បិទចុះ Chrome ហើយកន្លែងនេះកន្លែង memory card របស់វាកន្លែង DC មួយ OTG នេះកន្លែងសាកថ្មណាឃើញសាកថ្មហើយនេះកន្លែងរុនកាសអញ្ចឹងខ្ញុំឲ្យអ្នកនរគ្នាមើលរូបរាងខាងក្រៅវាបន្តិចស្អាតមែនតើអ្នកនរគ្នារូបវានេះកន្លែង speaker របស់វាអ្នកនរគ្នា speaker របស់វាឥឡូវចាប់ផ្ដើមបើកម៉ាស៊ីនតែម្ដង on មកអញ្ចឹងនេះជា version edition by ហាងយើងផ្ទាល់អញ្ចឹងយើងមាន game នៅក្នុងនឹងជាពិសេសដែលម៉ាស៊ីនធម្មតាវាអត់មានហើយជាមួយនឹង background music ដូចគ្នាដែរ background music វាសិតតែបទល្បីៗរបស់ rapper យើងចេញ logo យើងមកស្អាតតែម្ដងអូខេរងចាំបន្តិចនេះកន្លែងបន្ថយសលេងយើងអាចចុចមកមួយក៏វាបន្ថយយើងចុចជាប់ប្រមាណកន្លែងឆ្លាញ់សលេងអូខេពេលដែលវាចេញ interface បែបនេះអានេះជាកន្លែង setting របស់ម៉ាស៊ីនរបស់វាមានកន្លែងសេរី sound ឬក៏សេរីពន្លឺអីចឹងលើអេក្រង់នេះទំបាន80ហ្នឹងយើងចង់ដាក់100ក៏បានដាក់70 80តាមយើងដាក់ចឹងយើងចង់ដូរភាសាក៏មានក្នុងដែរដូរ time zone យើងអាចដាក់បាំងកអីចឹងណានេះកន្លែងដូរភាសាអូខេចឹងកន្លែងសេរី sound នៅកន្លែងហ្នឹងដែរអ្នកនរគ្នាអាចយកទៅតេស្តបានទៅតាក់ទងនឹងកន្លែង setting របស់វាហើយនេះកន្លែងសេរី control setting របស់វាហើយសម្រាប់ theme វាក៏មានច្រើនដែរអ្នកនរគ្នា theme វាយើងលេងយូរទៅយើងមើលទៅវាអត់ផ្នែកយើងចង់ឲ្យផ្នែកយើងដូរ theme ចឹងទៅ theme នេះយើងចូលកន្លែង user interface មកហើយចុច theme នេះដូរយកប្រភេទពួក switch ចាស់ហ្នឹងហើយមានអរឃើញខ្ញុំពេលខ្លះយើងលេងទៅយើងដូរអា theme ហ្នឹងទៅវាផ្នែកយើងម្យ៉ាងយើងអត់សូវធន់អីចឹងវាស្អាតម្យ៉ាងណាអូខេ back វាមក back យើងចុច B ណាបងប្អូន back select យើងចុច A ចុះវាមាន game ច្រើនមែនទែន game វាសរុបទាំងអស់នេះ 14000 game ជាងអញ្ចឹង platform វាមានដូចជាប្រភេទ game 2 Miami ប្រភេទ game Capcom System 1 System 2 3 អញ្ចឹងទៅហើយ game សេរី PC game កាសែតសេរី V1 Game Boy Game Set V2 Game Nintendo Switch Game 64 Game Boy Color Nintendo Boy Advance អីចឹងទៅនេះគឺតា platform របស់វាហើយនេះគឺ Game Neo ហ្នឹងគឺវាប្រភេទ Game 2ដែលល្បីៗនៅក្នុងនេះមានអស់ដូចនេះខ្ញុំចូល King of Fighter វាមានអស់វាមានទាំងតាមពីឆ្នាំ90ជាងរហូតដល់2004អញ្ចឹងណាគ្នាហើយមានសេរីដូចប្រភេទពួក Bullet ពួក game វាយម្ដាយឡើង Super អីចឹងគឺបែបវាទៅក្រៅវិញជានេះសម្រាប់ game PS1 game PlayStation 1ហ្នឹងគឺមានច្រើនដែរក្នុងហ្នឹងដូច game បណ្ណាំងកូនទា game អីក៏មានដែរក្នុងហ្នឹងអូខេ
នេះ game ប្រភេទ PSP មាន Ben 10 គឺ idol ខ្ញុំដាក់លេងឲ្យអ្នកទាំងអស់គ្នាមកភ្លេចមុខគាត់អញ្ចឹងអូខេហើយមានច្រើនទៀតនៅក្រោមនេះភាសា game ខ្លះវាអាចនឹងសូរូប game ខ្លះវាអាចនឹងអត់អញ្ចឹងនេះ game នេះគឺល្បីទាំងនេះ Rambo អញ្ចឹងទៅ Spider-Man 2 Alpha 3 ក៏សម្រាប់លេងនេះ Astro Man និង Worm V2 ចឹងឥឡូវខ្ញុំចូលទៅតេស្ត game Ben 10 ខ្ញុំចូលទៅ game Ben 10 អ្នកនរគ្នាមើលនេះគឺអ្នកទាំងអស់គ្នាឃើញអញ្ចឹង smooth មែនតើអូខេហើយកាយមួយនេះBen 10 នេះយំឥឡូវចាប់ផ្ដើមល្បីវិញទៀតកាលជំនាន់ខ្ញុំនេះអូមិននិយាយឲ្យទៅលឺ Ben 10 ក្មេងៗតាមផ្លូវជ្រៀងបត់វាពេញហ្នឹងចឹងវាចេញ game វិញយើងគ្រាន់តែចុចកន្លែង start ហើយ select ហ្នឹងមក game PES 2023អ្នកនរគ្នានិយាយទៅបានវាមួយនៅក្នុងដៃអ្នកនរគ្នាអាចកែអុកសុកបានច្រើនណាស់ហើយយើងអាចលេខបានគ្រប់ទីកន្លែងបើកាលពីមុនអូតមានទូទួមានម៉ាស៊ីនមានអីចឹងហើយដើររើទិញឌីសទិញអីចឹងទៅហើយយើងមានតែនេះមួយនៅក្នុងដៃដាក់កប៉ៅយើងសម្រាប់ផ្លែផ្លែយើងដកចេញមកលេងបានអត់ពិបាកហើយថ្មវាកាន់ណាអ្នកនរគ្នាថ្មវា 2000 អាំពែម៉ោងជាងខ្ញុំតេស្តលេងតាំងពីពេលព្រឹករហូតពេលព្រឹកខ្ទង់ម៉ោង 8 អីខ្ញុំតេស្តលេងរហូតដល់ម៉ោង 11 12 អត់ទាន់អស់ថ្មអ្នកនរគ្នាហើយការសាកចូលវិញលឿនមែនទែនសាកត្រឹមតែ 30-40 នាទីពេញអាចលេងបានណាបើ console handheld ខ្លះហ្នឹងនិយាយទៅយើងចុចទៅវាប្រើ skill ចេញដោយសារតែ control វាហ្នឹងវា slow និយាយទៅនេះអត់ទេអញ្ចឹងការទិញ console handheld ដែលមានតម្លៃរៀងធូរអីអ្នកនរគ្នាអាចពិនិត្យមើលដែរអញ្ចឹងណាមិនឃើញគេដាក់លក់តាម$7-8ហើយលេង game ទូ game អីស្រីចាស់បានអញ្ចឹងហើយទិញយកមកលេងជាក់ស្ដែងនិយាយទៅមួយម៉ាត់និយាយខ្លីថាទៅតាមតម្លៃអញ្ចឹងតម្លៃកាន់តែថោកអាគុណភាពប្រើប្រាស់វាហ្នឹងក៏អាចថោកតាមហ្នឹងហើយច្រឡំថោកវាអន់តាមនឹងដែរអញ្ចឹងដូចប្រដាប់របស់ខ្ញុំជឿថាអ្នកអស់គ្នាទិញតែខកម្ដងនេះព្រោះជាធម្មតាខ្ញុំយកវ៉ាន់យកមកលក់តើវ៉ាន់ហ្នឹងវាមានតម្លៃរៀងធូរហើយគុណភាពវា performance វាហ្នឹងល្អនិយាយទៅមកល្មមស័ក្តិសមមួយតម្លៃនេះគឺទៅលុយអូខេអញ្ចឹងវីដេអូនៃការប្រើប្រាស់វាមានប៉ុណ្្នឹងអ្នកនរគ្នាហើយបើសិនជាអ្នកនរគ្នាមានតម្រូវការអាចកម្មងវាបានមាននៅក្នុង stock ណាអរគុណ